biệtសួរលោកគ្រូនិងសួស្តីអ្នកនរអគ្នាខ្ញុំបាទឈ្មោះតាំងអេលីតខ្ញុំជា representative នៃក្រុមទី5សម្រាប់ project Baricom នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៃឆ្នាំទី3 IDE ហើយថ្ងៃនេះដែរខ្ញុំនឹង demo អំពី project របស់ខ្ញុំដែលមានឈ្មោះថា Eats Buddy ដែលវាគឺជា a 3-in-1 web application ដែលវារួមបញ្ចូល recipe finder meal planner និង grocery list planner ហើយនេះគឺជា home page របស់ពួកយើងគឺយើងមាន home banner នេះគឺជា shortcut ប៊ូតុងនៃ feature ទាំង3ដែលខ្ញុំបាននិយាយមុនហ្នឹងនោះគឺគ្នាយើងអាចចុចនៅទីនេះបានដែរហើយនេះគឺយើង explain តិចៗនៃ technology ដែលយើងបានប្រើគឺយើងប្រើ Vue.js Firebase ហើយនិង the meal DB ដើម្បីយកនៅ recipe និង food data ដាក់ចូលមកឲ្យគ្នាយើងអាចធ្វើបានហើយខាងក្រោមនេះដែរគឺជា design ផ្សេងៗទៀតនៃ home page របស់យើងហើយនេះគឺជា newsletter section ហើយនិង footer របស់ពួកយើងអូខេឥឡូវយើងចូលទៅមើល recipe page គឺ recipe page មានប៉ុណ្ណឹងគឺយើងអាច main ingredient យើងអាចរើសបានថាយើងចង់បានអីនៅក្នុង meal របស់យើងចង់ set category ដូចថាយើងចង់មើលតែ dessert គឺវានឹង redo ហើយវា show up តែ dessert ឲ្យយើងទេហើយយើងចង់មើល dessert ហ្នឹងឧទាហរណ៍ថាយើងចង់មើល American dessert យើងអាច search ចឹងទៅគឺវា show តែ dessert របស់ប្រទេសអាមេរិកនោះទេហើយបើយើងចង់ sort by ណាមួយ option ណាមួយខាងក្រោមនេះគឺដូចថាយើង sort name A to Z ចឹងទៅគឺវានឹងសេរីទៅតាមហ្នឹងហើយគឺចាប់ពីបើសិនជាវាមានលេខគឺវានឹងចេញលេខមុនហើយបន្ទាប់មកវាចេញអក្សរ A រហូតដល់ Z ឬយើងអាចចុចបានតទៅទៀតឬក៏បើយើងចង់ clear វិញយើងអាច clear ចឹងទៅអូខេឥឡូវនេះយើងចូលទៅមើលmeal មួយទៅនេះជា detail page របស់វាគឺវាមាន ingredients មាន action here គឺយើងអាចចុច share ក៏បានយើងអាច print recipe នឹងទុកក៏បានពេលយ៉ាងនេះហើយយើងអាចចុច click ដើម្បីប្រាប់ខ្លួនឯងថាយើងបានមាន ingredient ហ្នឹងហើយនេះគឺជា direction នេះគឺ recommend recipe ផ្សេងទៀត nutrition fact គឺយើងនឹងដាក់ទៅជា future works chef's tips ហើយនឹងនេះគឺជា customer review ហើយខាងក្រោមនេះគឺដូចនៅខាងស្ដាំមុនហ្នឹងដែរគឺវានឹង recommend recipe ផ្សេងៗទៀតទៅឲ្យគ្នាយើងមើលដែរហើយយើងអាចចុចចូលទៅគឺវាចូលទៅ page detail របស់ recipe មួយនោះអូខេឥឡូវយើងចូលទៅ meal planner អឺដូចនេះខ្ញុំអត់ទាន់បាន log in នោះទេដូច្នេះយើងអាច register ឬក៏អាច log in មួយទៅហើយនេះគឺខ្ញុំប្រើ account របស់ Gmail របស់ខ្ញុំគឺយើងវាយ email password ហើយយើងចុច log in ទៅគឺវានឹងចូលទៅក្នុងនេះហើយយើងអាចប្រើ meal planner បានហើយ meal planner យើងអាចចុចទៅហើយយើង search ទៅ meal ណាមួយទៅដូចថា pizza អញ្ចឹង pizza ហើយយើងចុច enter ឬក៏ចុច search នេះទៅគឺវានឹងចេញទៅចេញ meal ហ្នឹងមកហើយនេះ pizza នេះខ្ញុំអាច select ចឹងមកហើយវានឹងចូលមកក្នុងនេះហើយយើងអាចចុច view recipe វាក៏បានឬយើងអាច delete វាចេញទៅវិញក៏បានដែរហើយនេះយើងអាចចុចទៅមើលវីដបន្ទាប់ទៀតចឹងទៅហើយនេះគឺជា list grocery list យើងអាចបង្កើតមួយមកយើងដាក់ថា my list យើងបង្កើតសម្រាប់ថ្ងៃហ្នឹងទៅ add list ហើយវានឹងចេញ list នៅខាងក្រោមហ្នឹងយើងអាចដាក់ថាយើងនឹងទិញ flour 1គីឡូអញ្ចឹងទៅយើងចុច add វានឹង add ចូលហើយដល់ពេលយើងហើយយើងអាច tick វាទៅគឺវានឹងឆូតប្រាប់ថាយើងបានធ្វើហើយឬក៏យើងអាចចុចនេះទាំងអស់បើសិនបើយើងមាននេះផ្សេងៗទៀតនៅខាងក្រោមវានឹង mark all as shop ហើយយើងអាច rename ក៏បានដែរយើងអាចដាក់ថា list ទេនេះថ្មីចឹងទៅយើងចុច rename វានឹង update ហើយបន្ទាប់មកយើងអាចចុច delete ទៅដើម្បី delete grocery list របស់យើងហើយនេះគឺជា section ផ្សេងៗទៀតដូចជា FAQ page contact us page ហើយនឹង about us page បើសិនបើលោកគ្រូនិងអ្នកទាំងអស់គ្នាចង់ចូលមើលបន្ថែមអំពី technology និង team member របស់ខ្ញុំហើយឥឡូវនេះយើងនឹងចូលទៅក្នុង my profile គឺយើងមាន setting ប៉ុណ្ណឹងយើងអាចដូរឈ្មោះក៏បានដែរដូចថាដូរពីសិតមកខ្ញុំវិញអញ្ចឹងទៅចុច save changes វានឹង update ទៅតាមហ្នឹងឥឡូវនេះខ្ញុំដូរដាក់សិតវិញហើយវានឹង update ទៅវិញអញ្ចឹងទៅ
អូខេទាំងអស់នេះគឺសរុបមកគឺប្រូជែករបស់ខ្ញុំហើយខ្ញុំអរគុណដល់លោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានមើលshort demo មួយនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ